អាចកំបាំងដំរីភ្លុក4នៅប្រាសាទអង្គរវត្តសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍មួយមកនិយាយជាមួយបងប្អូនគឺស្ដីពីអាចកំបាំងដំរីភ្លុក4នៅប្រាសាទអង្គរវត្តនៅលើជញ្ជាំងប្រាសាទអង្គរវត្តដែលត្រូវបានកសាងឡើងប្រហែល900ឆ្នាំមុនមានចម្លាក់បុរាណមួយដែលធ្វើឲ្យអ្នកស្រាវជ្រាវនិងអ្នកប្រវត្តិសាស្ត្រជុំវិញពិភពលោកឆ្ងល់ជាយូរមកហើយវាគឺជាចម្លាក់មនុស្សជាដំរីមួយក្បាលប៉ុន្តែដំរីនោះមានភ្លុកដល់ទៅ4តើដំរីប្រភេទនេះធ្លាប់មានពិតប្រាកដនៅលើផែនដីឬទេហើយហេតុអ្វីបានជាបុព្វបុរសខ្មែរយើងឆ្លាក់រូបវាទុកតោះយើងនឹងចំណាយពេលប្រហែល8នាទីដើម្បីស្វែងយល់ពីអាចកំបាំងនេះជាមួយគ្នាជាដំបូងយើងត្រូវដឹងថាចម្លាក់ដំរីភ្លុក4នេះស្ថិតនៅត្រង់ណាក្នុងប្រាសាទអង្គរវត្តចម្លាក់នេះស្ថិតនៅលើជញ្ជាំងថ្មភក់ខាងក្រៅនៃព្រះបរមរាជវាំងនៅក្នុងបរិវេណប្រាសាទអង្គរវត្តវាជាផ្នែកមួយនៃសាច់រឿងឬព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលឆ្លាក់ជាជួរវែងតើចម្លាក់នេះបង្ហាញអ្វីខ្លះចម្លាក់នេះបង្ហាញពីបុរសម្នាក់ជិះលើខ្នងដំរីបុរសនោះស្លៀកសំពត់ខ្មែរបុរាណកាន់អាវុធប្រហែលជាធ្នូអ្វីដែលធ្វើឲ្យដំរីនេះពិសេសគឺវាមានភ្លុកដល់ទៅ4ភ្លុកធម្មតារបស់ដំរីសពថ្ងៃមានតែ2ប៉ុណ្ណោះឬមួយចំនួនទៀតគ្មានភ្លុកញីដំរីក្នុងចម្លាក់នេះមានភ្លុកវែង2ហើយនៅចំកណ្ដាលមាត់ក៏មានភ្លុកតូចៗ2ទៀតដុះចេញពីធ្គាមក្រោមសំណួរសំខាន់បំផុតគឺតើដំរីភ្លុក4នេះជាសត្វដែលធ្លាប់មានពិតប្រាកដនៅលើផែនដីឬគ្រាន់តែជាការស្រមៃរបស់ជាងចម្លាក់សម័យអង្គរចម្លើយគឺគួរឲ្យភ្ញាក់ផ្អើលណាស់បានចាវាធ្លាប់មានពិតប្រាកដតាមការសិក្សារបស់អ្នកជំនាញខាងបុរាណវិទ្យានិងជីវវិទ្យាដំរីភ្លុក4 Four-tusked elephant គឺជាប្រភេទដំរីបូរេប្រវត្តិមួយដែលគេស្គាល់តាមឈ្មោះវិទ្យាសាស្ត្រថា Gomphotheria ជាសត្វដំរីបុរាណដែលរស់នៅលើផែនដីក្នុងសម័យ Miocene និង Pleistocene វាបានផុតពូជអស់ហើយប្រហែលជា 10,000 ឆ្នាំមុនឬអាចយូរជាងនេះអ្វីដែលធ្វើឲ្យអ្នកស្រាវជ្រាវភ្ញាក់ផ្អើលនោះគឺប្រសិនបើ Gomphotheria បានផុតពូជរាប់ម៉ឺនឆ្នាំមុនមែនតើជាងចម្លាក់ខ្មែរសម័យអង្គរ900ឆ្នាំមុនអាចដឹងពីរូបរាងរបស់វាបានដោយរបៀបណាមានទ្រឹស្ដីជាច្រើនដែលព្យាយាមពន្យល់ពីអាចកំបាំងនេះទ្រឹស្ដីទី1ជំនឿសាសនាឬទេវមេថាអ្នកស្រាវជ្រាវខ្លះជឿថាចម្លាក់នេះប្រហែលជាមិនមែនសំដៅលើដំរីពិតប្រាកដទេវាអាចជានិមិត្តសញ្ញានៃអំណាចឬការបង្ហាញពីសត្វនៅក្នុងរឿងព្រេងលាថាណាមួយឬទេវមេថាហិណ្ឌូណាមួយទ្រឹស្ដីទី2កំហុសឆ្គងរបស់ជាងចម្លាក់ទ្រឹស្ដីនេះគឺសាមញ្ញទេហើយជាងចម្លាក់ប្រហែលជាមិនធ្លាប់ឃើញដំរីពិតប្រាកដហើយគាត់គ្រាន់តែបង្កើតរូបដំរីតាមការស្រមៃបន្ថែមភ្លុកដើម្បីធ្វើឲ្យវាមើលទៅអស្ចារ្យប៉ុន្តែនេះជាការងឿងយន់ព្រោះនៅសម័យអង្គរដំរីគឺជាសត្វទូទៅមួយទ្រឹស្ដីទី3ចំណេះដឹងបុរាណអំពីសត្វបូរេប្រវត្តិនេះជាទ្រឹស្ដីដែលគួរឲ្យចាប់អារម្មណ៍បំផុតអ្នកស្រាវជ្រាវមួយចំនួនជឿថាបុព្វបុរសខ្មែរយើងប្រហែលជាធ្លាប់បានឃើញហ្វូស៊ីលរបស់សត្វGomphotheria នៅតាមដងទន្លេឬដំតំបន់ភ្នំពួកគេបានឃើញឆ្អឹងនិងភ្លឹកដ៏ធំសម្បើមហើយបានសន្និដ្ឋានថាវាជារូបរាងរបស់ដំរីបុរាណមួយប្រភេទទើបឆ្លាក់ទុកជាភស្តុតាងការរកឃើញចម្លាក់ទាំងនេះបានបង្កើតសំណួរធំដល់ប្រវត្តិសាស្ត្រមនុស្សជាតិអ្នកស្រាវជ្រាវខ្លះបានភ្ជាប់ចម្លាក់នៅអង្គរវត្តទៅនឹងទ្រឹស្ដីអំពីទ្វីបលេមូរីយ៉ាដែលជាទ្វីបបុរាណដែលបាត់បង់ពួកគេជឿថាអរិយធម៌ចំនួនបុរាណជាច្រើនរួមទាំងខ្មែរអាចជាកូនចៅនៃអរិយធម៌ទ្វីបលេមូរីយ៉ាដែលមានចំណេះដឹងជឿនលឿនអំពីប្រវត្តិសាស្ត្រផែនដីទោះជាទ្រឹស្ដីនេះមិនបានទទួលស្គាល់ដោយអ្នកប្រវត្តិសាស្ត្រភាគច្រើនក៏ដោយវាពិតជាធ្វើឲ្យយើងគិតថាតើមានអ្វីទៀតហើយដែលយើងមិនទាន់ដឹងអំពីចំណេះដឹងរបស់បុព្វបុរសខ្មែរយើងពិតមែនហើយប្រាសាទអង្គរវត្តមិនមែនជាប្រាសាទដ៏ស្រស់ស្អាតនោះទេប៉ុន្តែវាក៏ជាសារមន្ធានដ៏ធំមួយដែរដែលរកទុកនៅចំណេះដឹងនិងអាចកំបាំងជាច្រើនដែលកំពុងរងចាំយើងស្វែងរកសរុបមកវិញ
អាចកំបាំងដំរីភ្លុក4នៅអង្គរវត្តគឺជាអាចកំបាំងដែលមិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេយើងមានចម្លើយ2ជាន់ខាងវិទ្យាសាស្ត្រប្រាប់ថាដំរីភ្លុក4គឺជា Gomphothier ដែលផុតពូជរាប់ម៉ឺនឆ្នាំមុនប៉ុន្តែជាងចម្លាក់ខ្មែរដែលរស់តែ900ឆ្នាំមុនបានឆ្លាក់វាយ៉ាងច្បាស់លាស់តើនេះបង្ហាញថាបុព្វបុរសខ្មែរយើងមានចំណេះដឹងជឿនលឿនអំពីប្រវត្តិសាស្ត្រផែនដីហើយពួកគេបានឃើញ fossil ហើយស្គាល់សត្វទាំងនេះឬទេឬនេះគ្រាន់តែជាការចៃដន្យចម្លើយប្រហែលជានៅត្រូវការស្រាវជ្រាវជំរឿនបន្ថែមទៀតប៉ុន្តែអ្វីដែលប្រកាសនោះគឺប្រាសាទអង្គរវត្តនៅមានអាចកំបាំងជាច្រើនទៀតហើយដែលកំពុងរងចាំយើងស្វែងរកឥឡូវនេះខ្ញុំសូមសួរបងប្អូនថាតើបងប្អូនធ្លាប់បានទៅទស្សនាប្រាសាទអង្គរវត្តហើយធ្លាប់បានឃើញចម្លាក់ដំរីភ្លុក4នេះដោយផ្ទាល់ភ្នែកដែរឬទេសូមចូលរួមបញ្ចេញមតិនៅខាងក្រោមនេះដើម្បីចែករំលែកយោបល់របស់បងប្អូនសូមជួយចុច like share និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីបន្ថែមទៀតសូមអរគុណសម្រាប់ការទស្សនារបស់អ្នកនិងយើងនឹងជួបគ្នានៅវីដេអូក្រោយ